គឺមានសេចក្តីរាយការណ៍ច្រើនបានបញ្ជាក់ដឹងថាយ៉ាងហោចណាស់ក៏មានយន្តនាវាចម្បាំងរបស់សហរដ្ឋអាមេរិកមួយទៀតដែលកំពុងតែដឹកកងម៉ារីនរបស់សហរដ្ឋអាមេរិកនឹងជាង 2000 នាក់កំពុងតែធ្វើដំណើរទៅកាន់តំបន់មជ្ឈិមបូព៌ាហើយបាទនេះបើតាមការបញ្ជាក់ឲ្យដឹងហើយការវិវត្តនេះជាសញ្ញាមួយដែលបង្ហាញថាសហរដ្ឋអាមេរិកកំពុងតែកសាងកម្លាំងយោធាបន្ថែមទៀតនៅក្នុងតំបន់នោះដែលនាំឲ្យមានការគិតគូរពិចារណាថាមិនទាន់អាចបញ្ចប់ភ្លាមទេចំនួននៅទីនោះហើយអាចនឹងគិតថាសហរដ្ឋអាមេរិកប្រហែលជានឹងប្រើកម្លាំងជើងគោកផងដែរថ្មើរជើងដើម្បីវាចូលក្នុងប្រទេសអ៊ីរ៉ង់ពីព្រោះអីនាវាដែលយកទៅនេះគឺនាវាប្រភេទ USS Tripoli បាទ USS Tripoli ហ្នឹងគឺប្រភេទគេថានាវាចម្បាំងដឹកទាហានសម្រាប់វាឡើងគោកតែម្ដងបើដែលនៅក្នុងភាសាបច្ចេកទេសនៅកម្ពុជាគេហៅនាវាចម្លងបាទនាវាចម្លងគឺបានន័យថាដឹកទាហានសម្រាប់វាឡើងគោកបាទហើយនៅក្នុងនាវាហ្នឹងគឺមានអមដោយនាវាចម្បាំងចំនួន2គ្រឿងទៀតដែលធ្វើដំណើរទៅតំបន់មជ្ឈិមបូព៌ានោះហើយតាមទុនទិន្នន័យដែលគេដឹងគឺកាលពីថ្ងៃទី15ខែមីនាគឺនាវា USS Tripoli នេះបានឆ្លងកាត់សមុទ្រចិនខាងត្បូងហើយមួយថ្ងៃក្រោយមកគេឃើញថាទៅដល់ប្រទេសសិង្ហបុរីបាទនៅក្នុងនាវាហ្នឹងបើតាមសេចក្តីរាយការណ៍គឺដឹកកងប្រតិបត្តិការរហ័សកងម៉ារីនដែលបំពេញបេសកកម្មរហ័សវារហ័សហ្នឹងគឺចំនួនប្រហែលជា 2200 នាក់បាទតែនៅលើនាវានោះពីព្រោះអីនាវានឹងឈរជើងនៅកោះអូគីណាវ៉ាប្រទេសជប៉ុនបាទឥឡូវនេះគឺជាកងនាវាដែលដឹកទាហានប្រយុទ្ធតែម្ដងប្រយុទ្ធឡើងគោកណាបាទប្រយុទ្ធជើងគោកតែម្ដងហើយបើតាមប្រភពព័ត៌មានជាច្រើនដែលបានរាយការណ៍អំពីការដាក់ពង្រីកកងកម្លាំងនេះដោយយោងទៅលើប្រភពមន្ត្រីរបស់សហរដ្ឋអាមេរិកដែលមិនបានឲ្យដឹងឈ្មោះបានបញ្ជាក់ថាគឺមាននាវាអមចំនួន2ហ្នឹងគឺឥឡូវនេះកំពុងតែបន្តដំណើរទៅតំបន់មជ្ឈិមបូព៌ាហើយនៅពេលដែលអ្នកសារព័ត៌មានបានសួរថាតើមានយោធារបស់សហរដ្ឋអាមេរិកប្រមាណអ្នកដែរកំពុងតែចូលរួមនៅក្នុងសង្គ្រាមនៅក្នុងប្រទេសអ៊ីរ៉ង់នោះគឺខាងក្រសួងការពារជាតិរបស់សហរដ្ឋអាមេរិកមិនបានបញ្ជាក់នោះទេក៏ប៉ុន្តែរបាយការណ៍សារព័ត៌មាននានាបានបញ្ជាក់ឲ្យដឹងថាយ៉ាងហោចណាស់មានទាហានរបស់សហរដ្ឋអាមេរិកពី 40000 ទៅ 50000 នាក់កំពុងតែធ្វើប្រតិបត្តិការនៅទីនោះបាទព័ត៌មានទី2នេះគឺតាក់ទងជាមួយនឹងការព្រមានរបស់ប្រទេសអ៊ីរ៉ង់តមកវិញហើយបើយោងតាមសេចក្តីរាយការណ៍នានាគឺប្រទេសអ៊ីរ៉ង់បានគម្រាមកំហែងថានឹងវាយប្រហារទៅលើហេដ្ឋារចនាសម្ព័ន្ធធម្មពលកន្លែងស្តុកប្រេងតែម្ដងនៅទូទាំងតំបន់ឈូងសមុទ្រ Perch បាទដើម្បីជាការសងសឹកចំពោះការវាយប្រហាររបស់អ៊ីស្រាអែលដែលបានវាយប្រហារចំកន្លែងផ្ទុកសាំងដ៏ធំជាងផ្ទុកប្រេងដ៏ធំជាងគេបំផុតរបស់អ៊ីរ៉ង់បាទហើយវាគឺជាការវាយប្រហារដែលបានកំណត់គោលដៅយ៉ាងច្បាស់តែម្ដងទៅលើកន្លែងផលិតប្រេងរបស់អ៊ីរ៉ង់ចាប់តាំងតែពីសង្គ្រាមនេះបានចាប់ផ្ដើមមកកងឆ្មាំបដិវត្តរបស់ប្រទេសអ៊ីរ៉ង់បានគម្រាមកំហែងថានឹងវាយប្រហារតវិញតែម្ដងទៅលើកន្លែងផ្ទុកប្រេងនៅប្រទេសអារ៉ាប៊ីសាអូឌីតអារ៉ាប់រួមហើយនៅប្រទេសកាតាបាទក្នុងរយៈពេលតែប្រហែលម៉ោងប៉ុណ្ណោះបាទក្រោយពីបណ្ដាញសារព័ត៌មានបានរាយការណ៍ថាមីស៊ីលមួយហ្នឹងគឺបានវាយចំកន្លែងផ្ទុកប្រេងរបស់ខ្លួននៅតំបន់ South Pass បាទ South Pass ដែលជាកន្លែងស្តុកប្រេងដ៏ធំជាងគេរបស់អ៊ីរ៉ង់ការវាយប្រហារទៅលើឃ្លាំងប្រេង South Pass ហ្នឹងបាទខុសពី Kerch ណា Kerch ទាំងមួយទៀតដែលកន្លែងឆ្លងកាត់កន្លែងនេះកន្លែងស្តុកប្រេងតែម្ដងគឺជារឿងមួយដែលទៅបានគេមើលឃើញថាវាយប្រហារធំបាទវាយប្រហារធំតែម្ដងហើយការវាយប្រហារហ្នឹងគឺគេថាចំបេះដូងនៃហេដ្ឋារចនាសម្ព័ន្ធប្រេងរបស់ប្រទេសអ៊ីរ៉ង់ហើយដែលជាការមួយគាត់សម្គាល់ថានេះគឺជាការកើនឡើងនៅភាពតានតឹងបន្ថែមទៀតនៅក្នុងប្រតិបត្តិការរបស់សហរដ្ឋអាមេរិករួមគ្នាជាមួយនឹងអ៊ីស្រាអែលគឺប្រទេសទាំងពីរនេះគឺឥឡូវនេះគឺក្នុងពេលកន្លងមកណាចាប់តាំងពីថ្ងៃទី28ខែកុម្ភៈមកគឺមិនជៀសវាងមិនវាយប្រហារទៅលើឃ្លាំងស្តុកសាំងរបស់អ៊ីរ៉ង់នោះទេប៉ុន្តែនៅពេលនេះគឺចាប់ផ្ដើមបានវាយប្រហារដូច្នេះធ្វើឲ្យតម្លៃប្រេងឥឡូវនេះចាប់ផ្ដើមឡើងថ្លៃថែមទៀតហើយបើតាម
តួលេខចុងក្រោយនេះគឺតម្លៃប្រេងសាំង ប្រេងឆៅ1បារ៉ែលឥឡូវនេះឡើងដល់$110ហើយនៅថ្ងៃពុធនេះបាទនៅពេលរសៀលថ្ងៃពុធហ្នឹងណាបាទដែលជាការមួយគម្រាមកំហែងទៅដល់ទីផ្សារប្រេងសម្រាប់ការផ្គត់ផ្គង់ទៅលើពិភពលោកផងដែរបាទនេះគឺជាព័ត៌មានទី2ណាដែលខ្ញុំចងក្រងសម្រាប់ប្រិយមិត្តទាំងអស់គ្នារីឯព័ត៌មានទី3បាទនេះគឺអ្នកស្រី Toshika Bach ដែលជានាយិកានៃការថាស្ថាប័នស៊ើបការជាតិរបស់សហរដ្ឋអាមេរិកបាទអ្នកស្រីធំបាទគឺអ្នកស្រីកំពុងឈរក្បែរលោកប្រធានាធិបតី Donald Trump រូបនេះបាទរូបផ្លូវការក្នុង page របស់អ្នកស្រីគឺអ្នកស្រីកាលពីព្រឹកមិញបានទៅជួបសមាជិកព្រឹទ្ធសភានៅក្នុងគណៈកម្មការស៊ើបការគឺដើម្បីផ្ដល់សក្ខីកម្មក៏ប៉ុន្តែនៅក្នុងអ្វីដែលលោកស្រីបានប្រាប់ទៅដល់ព្រឹទ្ធសភារបស់សហរដ្ឋអាមេរិកបានបញ្ជាក់ថាគឺរបបអ៊ីរ៉ង់បាទរបបនៅក្នុងប្រទេសអ៊ីរ៉ង់របបដឹកនាំនៅក្នុងប្រទេសអ៊ីរ៉ង់វាហាក់ដូចជានៅមិនទាន់បែកបាក់នៅឡើយទេបើទោះបីជាបាទខូចខាតខ្លាំងក៏ដោយខូចខាតនឹងចង់សំដៅទៅលើបាទតាំងពីហេដ្ឋារចនាសម្ព័ន្ធតាំងពីកម្លាំងប្រដាប់អាវុធតាំងពីមន្ត្រីហ្នឹងក៏ប៉ុន្តែមើលទៅលក្ខណៈនៃការឲ្យដួលរលំរបបហ្នឹងគឺថ្នាក់ដឹកនាំគឺនៅមិនទាន់ខូចខាតនៅឡើយទេបាទបើទោះបីជាសហរដ្ឋអាមេរិករួមគ្នាជាមួយនឹងអ៊ីស្រាអែលបានវាយប្រហារអស់រយៈពេលជិត3សប្តាហ៍មកហើយនៅក្នុងការផ្ដល់សក្ខីកម្មនោះគឺអ្នកស្រីបានរងការចោទសួរសំណួរយ៉ាងច្រើនតែម្ដងដែលអាចនឹងធ្វើឲ្យប៉ះពាល់ទៅដល់រដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump ណានៅក្នុងពេលដែលកំពុងតែធ្វើការប្រយុទ្ធនៅក្នុងប្រទេសអ៊ីរ៉ង់នេះបាទហើយក៏ពីព្រោះលោកស្រីមានភារកិច្ចជាអ្នកផ្ដល់យោបល់ទៅដល់ប្រធានាធិបតីអំពីស្ថានភាពដែលកើតឡើងនៅមូលដ្ឋានថាតើមានបញ្ហាប្រឈមយ៉ាងមុខយ៉ាងម៉េចបាទដូច្នេះការផ្ដល់សក្ខីកម្មរបស់លោកស្រីនៅព្រឹទ្ធសភានឹងគឺបាទធ្វើឡើងក្រោយពីមានការចុះលាលែងចុះចេញពីតំណែងរបស់លោក Joe Ken ដែលជាប្រធានខាងប្រឆាំងភេរវកម្មហើយជាអនុប្រធានរបស់លោកស្រីផងដែរពេលដែលលាហ្នឹងគឺលោក Joe Ken ថែមទាំងរិះគន់លោកប្រធានាធិបតី Donald Trump រដ្ឋបាល Trump ថាធ្វើសង្គ្រាមនេះគឺមិនមែនជារឿងមួយដែលអាមេរិកធ្វើដោយខ្លួនឯងប៉ុន្តែក្រោមការដាក់ឥទ្ធិពលពីអ៊ីស្រាអែលឲ្យធ្វើរឿងនេះក្នុងគណៈពេលដែលអ៊ីរ៉ង់មិនទាន់បានគម្រាមកំហែងពិតប្រាកដមកដល់សហរដ្ឋអាមេរិកនោះទេហើយនៅក្នុងសេចក្តីថ្លែងបើករបស់អ្នកស្រី Gabach បាទអ្នកស្រីបាននិយាយថាគឺរបបនៅក្នុងប្រទេសអ៊ីរ៉ង់នេះគឺអាចនឹងបង្កើនប្រឈមមុខនឹងការប្រឈមកាន់តែកើនឡើងផងដែរបាទក្នុងគណៈពេលដែលសេដ្ឋកិច្ចរបស់ប្រទេសអ៊ីរ៉ង់នេះកំពុងតែចាប់ផ្ដើមបាទបែកបាក់ក៏ប៉ុន្តែប្រទេសដែលជាសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់មួយចំនួនគឺនៅតែបន្តវាយប្រហារមកលើសហរដ្ឋអាមេរិកនិងផលប្រយោជន៍របស់សម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់មជ្ឈិមបូព៌ាបាទបើទោះបីជាមានការដើរថយក្រោយមានការខូចខាតយ៉ាងណាក៏ដោយបាទដូច្នេះវាជារឿងមួយដែលធ្វើឲ្យសហរដ្ឋអាមេរិកទៅតែប្រុងប្រយ័ត្នបាទនៅក្នុងសន្ទរកថានៅក្នុងសេចក្តីថ្លែងបើករបស់លោកស្រីហ្នឹងគឺបើតាមសេចក្តីរាយការណ៍នេះបានបញ្ជាក់ដឹងថានៅក្នុងសន្ទរកថាដែលលោកស្រីត្រៀមសម្រាប់ថ្លែងមុនហ្នឹងគឺមានបាននិយាយអំពីការវិតម្លៃពីសមត្ថភាពនុយក្លេអ៊ែររបស់អ៊ីរ៉ង់ថាមិនទាន់អាចនឹងកសាងស្ដារឡើងវិញទេក៏ប៉ុន្តែនៅពេលដែលឡើងថ្លែងនៅពេលព្រឹកមិញសារព័ត៌មានបានកត់សម្គាល់ឃើញថាលោកស្រីនិយាយខុសពីអ្វីដែលបានត្រៀមគឺបាននិយាយស្របនឹងអ្វីដែលលោកប្រធានាធិបតី Donald Trump ថាឥឡូវហ្នឹងបើទោះបីជាអ៊ីរ៉ង់បានរងការខូចខាតទៅលើសមត្ថភាពនុយក្លេអ៊ែរក៏ដោយក៏ប៉ុន្តែឥឡូវនេះគឺអ៊ីរ៉ង់កំពុងតែប្រឹងប្រែងស្ដារឡើងវិញដែលនេះគឺជាហេតុផលដែលរដ្ឋបាលលោកប្រធានាធិបតី Donald Trump ត្រូវតែតាមកំតិចសមត្ថភាពនុយក្លេអ៊ែររបស់អ៊ីរ៉ង់បាទអញ្ចឹងនេះគឺជាកិច្ចខិតខំប្រឹងប្រែងមួយរបស់លោកស្រីនៅក្នុងការថ្លែងមកដល់ព្រឹទ្ធសភាក្នុងគណៈពេលដែលព្យាយាមថ្លឹងថ្លែងនៅជំហររបស់លោកស្រីព្យាយាមថ្លឹងថ្លែងមិនឲ្យធ្វើឲ្យខូចខាតទៅដល់លោកប្រធានាធិបតីហើយនឹងក៏មិនឲ្យធ្វើខូចខាតទៅដល់កិត្តិយសរបស់លោកស្រីដែលធ្លាប់ឈរលើជំហរប្រឆាំងសង្គ្រាមផងដែរបាទនេះជាព័ត៌មានទី3ណាបាទរីឯព័ត៌មានទី4វិញគឺនៅថ្ងៃពុធនេះដែរលោកប្រធានាធិបតីសហរដ្ឋអាមេរិកគឺលោក Donald Trump ព្រមទាំងមន្ត្រីសំខាន់ជាច្រើនទៀតដូចជាលោកអនុប្រធានាធិបតីហើយនិងប្រធានរដ្ឋសភារបស់សហរដ្ឋអាមេរិកហ្នឹងគឺបាន
អញ្ជើញទៅដល់មូលដ្ឋានយោធារបស់សហរដ្ឋអាមេរិកនៅក្នុងរដ្ឋ Delaware ដើម្បីទទួលនៅធាតុរបស់សាកសពរបស់យុទ្ធជនរបស់សហរដ្ឋអាមេរិកចំនួន6នាក់ដែលបានពលីជីវិតនៅក្នុងការធ្លាក់យន្តហោះចាក់សាំងប្រភេទKC 135បាទដែលបានធ្លាក់នៅក្នុងប្រទេសអ៊ីរ៉ាក់ក្នុងពេលកន្លងមកនៅពេលដែលបំពេញប្រតិបត្តិការគ្រប់គ្រងទៅដល់សង្គ្រាមរបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសអ៊ីរ៉ង់បាទហើយនេះគឺជាលើកទី2ហើយដែលលោកប្រធានាធិបតីទៅទទួលស្វាគមន៍ទៅទទួលយកបាទដោយផ្ទាល់ជាមួយនឹងក្រុមគ្រួសាររបស់អ្នកយុទ្ធជនដែលបានពលីទាំងអស់នោះបាទហើយគឺការធ្វើពិធីនេះបាទការធ្វើពិធីនេះគឺរៀបចំឡើងដោយសារតែមានអ្នកដែលបានពលីជីវិតហ្នឹងគឺមកពីរដ្ឋមួយចំនួនដូចជារដ្ឋ Alabama ហើយក៏មានសមាជិកព្រឹទ្ធសភាទាំងពីររូបមកពីខាងរដ្ឋ Alabama ហ្នឹងគឺមកចូលរួមទទួលយកផងដែរបាទគឺបើប្រិមត្តនៅចាំដែរគឺព្រឹត្តិការណ៍នៃការធ្លាក់យន្តហោះចាក់ប្រេងប្រភេទ KC 135ហ្នឹងគឺបានកើតឡើងកាលពីសប្តាហ៍មុនតាមសេចក្តីរាយការណ៍មកគឺឲ្យដឹងថាគឺមានការប៉ះទង្គិចគ្នាជាមួយនឹងយន្តហោះចាក់ប្រេងមួយទៀតប៉ុន្តែយន្តហោះមួយទៀតខូចខាតតែបន្តិចទេហើយបានចុះចតដោយសុវត្ថិភាពវាលែងតែយន្តហោះមួយគឺមានអ្នកនៅលើនោះគឺចំនួន6អ្នកបានស្លាប់បាត់បង់ជីវិតបាទអ្នកដែលស្លាប់នោះគឺមកពីរដ្ឋផ្សេងគ្នាគឺមានរដ្ឋ Alabama, Indiana, Kentucky, Ohio និង Washington State បាទចឹងហើយបានជាមានសមាជិកព្រឹទ្ធសភាមកពីរដ្ឋ Alabama ដែលមកពីខាងគណៈបក្សសាធារណរដ្ឋចំនួន2នាក់ហ្នឹងគឺបានទៅទទួលស្វាគមន៍បាទទទួលស្វាគមន៍ពួកគាត់ផងដែរបាទនេះគឺជាព័ត៌មានទី4ណាបាទដែលកើតមានឡើងនៅលើទឹកដីសហរដ្ឋអាមេរិកនៅថ្ងៃពុធនេះគាត់ថាមកជំរាបសួរលោកដាច់សិល5ទៀតហើយដែលពូនិយាយកាលពីមុនថាខ្មែរថាលោកនឹងមកលេងខ្មែរតែនៅកាលពីគេមិនមកវិញអានេះគេមកដាច់សិលអានេះគឺកុហកអើជួយដាច់សិល5អូដាច់សិល5បាទការងារឥឡូវហ្នឹងដោះស្រាយរួចបាទជំនាញហើយនៅមួយទៀតប្រហែលជាទឹកក្រោយហ្នឹងដោះស្រាយមួយទៀតចប់ហើយបាទបើដោះស្រាយរួចការងារបន្តនេះចង់ទៅដែរហ្នឹងណាមិនចង់ខកអីទេអ្នកណាគេច័ន្ទកឹមហនបងនៅសាយចេញទៀតស្នាបងនៅក្មេងក្រោយភ្ញាក់រលឹកឡើងបាទពេលខ្លះយើងជួបបញ្ហាវាចំណេះដឹងផងវានិស័យធម្មជាតិផងនិយាយត្រង់និស័យធម្មជាតិខ្ញុំវាជាប្រតិកម្មធម្មជាតិរបស់ខ្ញុំក៏ពេលខ្លះខ្ញុំក៏អត់សម្ដែងខ្លួនឯងដែរពេលដែលខ្ញុំជួបការលំបាកលើកដំបូងឬក៏គេប្រមាថយល់អ្វីក៏ដោយដែលជួបការលំបាកដែលគេអ្នកខ្លះប្រតិកម្មដំបូងគឺអ្នកខ្លះយំអ្នកខ្លះខឹងខ្ញុំសើចខ្ញុំចម្លែកពីគេដល់ហ្នឹងមកខ្ញុំសើចមកខ្ញុំសើចអស់សំណាចមកពេលខ្លះវាទៅជារឿងហួសចិត្តវាហួសចិត្តហ្នឹងបានជាខ្ញុំសើចចឹងបាទតែពេលក្រោយមកបាទខ្ញុំនៅមិនជាសើចពេលខ្លះក៏នៅស្ងៀមចឹងដែរបាទមិនទេពីព្រោះពេលខ្លះបើយើងស្មុគស្មាញពេកទៅក៏វាមិនដឹងទៅណាទេអញ្ចឹងណាវានៅអញ្ចឹងអានោះជារឿងមួយក៏ប៉ុន្តែរឿងមួយទៀតដែលខ្ញុំអាចនឹងជួយឲ្យខ្ញុំដោះស្រាយធូរសភាពការហ្នឹងវាចេះពីព្រោះខ្ញុំបានសម្រេចនៅអ្វីដែលខ្ញុំចង់បាននោះលើសពីអ្វីដែលខ្ញុំចង់បានបាទឧទាហរណ៍ដូចខ្ញុំបាននិយាយអញ្ចឹងដដែលពេលមកស្ដាប់លើខ្ញុំបានធ្វើការងារនៅស្ថាប័ន UN នឹង6ឆ្នាំកន្លះឡើងចាប់ដល់ពេលចេញមកជា manager បាននៅ VOA ហ្នឹងយើងបានធ្វើ7ដល់10ឆ្នាំជាងទៀតបាទជាស្ថាប័នរបស់រដ្ឋាភិបាលហើយបានកម្រិតដល់ថ្នាក់ដឹកនាំនៅស្ថាប័នមួយដែលជា supervisor ជាអីជា manager នៅក្នុងហ្នឹងអញ្ចឹងដូច្នេះវាសរុបមកវាជោគជ័យលើពីអ្វីដែលខ្ញុំចង់បានអញ្ចឹងដូច្នេះសម្រាប់ខ្ញុំវាគ្រប់គ្រាន់ហើយពួកខ្ញុំមនុស្សអត់សូវមានមហិច្ឆតាធំដុំអីទេតែអញ្ចឹងទៅទោះបីជាពេលក្រោយពីនេះទៅចាស់ទៅខ្ញុំជួបរឿងដើរថយក្រោយខ្លះក៏ខ្ញុំក៏លេចមើលមកស្នាដៃរបស់ខ្ញុំនោះខ្ញុំវារីករាយហើយបាទខ្ញុំពេញចិត្តនឹងប៉ុណ្្នឹងទៅហើយចុងក្រោយនេះទៀតពេលដែលខ្ញុំបានចេញមកជិត1ឆ្នាំណាតាំងពីខែ5មកដែលខ្ញុំចែករំលែកនេះមកមានប្រិយមិត្តមួយចំនួនគាត់ទទួលយកនៅអ្វីជាការឲ្យយោបល់របស់ខ្ញុំនោះខ្ញុំរំភើបខ្ញុំរំភើបមែនតើខ្ញុំមិននឹកស្មានថាខ្ញុំបានទទួលកិត្តិយសដល់ប៉ុណ្ណឹងស្វាគមន៍ប៉ុណ្ណឹងហើយក៏មានអ្នកខឹងអ្នកនោះវាឈាមមិនរួចសូម្បីប្រពុតខ្ញុំចិត្តតែប្រាប់គេខ្ញុំទៅអូយសូម្បីតែប្រពុតមិនក៏ព្រះអង្គ
នៅមានគេតាមជាបាទរបស់ព្រះអង្គបានត្រាស់ពេលត្រាស់ហើយក៏មិនស្រួលដែរខ្ញុំមិនចង់និយាយប៉ះពាល់សាសនាអីច្រើនទេប៉ុន្តែគាត់ថាបាទដល់ព្រះហើយក៏នៅមិនត្រឹមតម្រូវចិត្តគេគ្រប់គ្នាដែរចេះដូចតម្រាំខ្ញុំជាពុទ្ធជនបានប៉ុណ្ណឹងខ្ញុំវារំភើបហើយហ្នឹងអញ្ចឹងបើថាអ្វីដែលខ្ញុំអាចឲ្យយោបល់ក្មេងចំនួនក្រោយគឺអញ្ចឹងបើថាមនុស្សវាមានតិចយុទ្ធគេតិចនិចយុទ្ធសាស្ត្រផ្សេងក្នុងជីវិតអ្នកខ្លះគេដាក់គោលដៅធំខ្ញុំដាក់គោលដៅខ្ញុំមិនសូវមានមជ្ឈតាធំខ្ញុំដាក់មួយក្នុងកម្រិតមួយដែលអាចសម្រេចបានបាទហើយកាលណាដាក់គោលដៅល្មមឯងបាទឲ្យសម្រេចបានខ្ញុំនិយាយនឹងដដែលដូចបើអ្នកណានៅចាំបានយូរពេកកាលខ្ញុំនៅ UN មេព័ត៌មាន UN ហ្នឹងក៏បញ្ជូ102ហៅខ្ញុំទៅចូលរួមនៅក្នុងដូចកាលហ្នឹងដូចជាកម្មវិធីអ្នកឆ្នើមមកមិនដឹងខ្ញុំភ្លេចទៅកាលហ្នឹងបងធរខ្ញុំជាអ្នកធ្វើពិធីក្រោយគាត់ហៅគាត់ជើញតែបងជើញទៅអូខេទៅបើគាត់សួរគឺសំណួរហ្នឹងគាត់សួរសំណួរហ្នឹងបើខ្ញុំថាខ្ញុំខុសពេកខ្ញុំបើខ្ញុំរៀនអីគឺខ្ញុំរៀនឲ្យច្បាស់បាទរៀនឲ្យចេះច្បាស់បាទខ្ញុំរៀនបើដែលម្ដាយខ្ញុំក៏តែងតែប្រាប់ថាកូនឯងរៀនអីក៏ដោយរៀនដល់កម្រិតមួយអាចធ្វើគ្រូគេបានចាំរៀនបើរៀនគាត់ឲ្យចេះល្ងីល្ងើទេមិនបាច់រៀនទេមិនបាច់ថាចេះទេបាទរៀនដល់កម្រិតមួយដែលអាចទៅបរៀនគេបានអានេះខ្ញុំយោបល់របស់ខ្ញុំពេលហ្នឹងណាបាទខ្ញុំក៏នៅនិយាយយ៉ាងហ្នឹងទី2ចំណុចរបស់ខ្ញុំផ្ទាល់គឺខ្ញុំដាក់គោលដៅដែលមិនជាធំពេកអ្នកខ្លះដាក់គោលដៅធំពេកហើយសម្រេចមិនបានទៅក្រោយចិត្តខ្ញុំដាក់គោលដៅល្មមដែលខ្ញុំដែលភាសាអង់គ្លេសថា achievable ដែលអាចសម្រេចបានហើយបើសិនជាសម្រេចបានទៅលើសពីកម្រិតដែលខ្ញុំចង់បានទៀតគឺខ្ញុំវាអស្ចារ្យបាទកាលពិតខ្ញុំពេលដែលខ្ញុំមកចេញពី UN មក VOA ធ្វើកាសែតវិញហ្នឹងខ្ញុំថាខ្ញុំធ្វើជាអ្នកយកព័ត៌មានធម្មតាទៅ editor ធម្មតាទេប៉ុន្តែទីបំផុតមកបានការដឹកនាំការគ្រប់គ្រងបុគ្គលិកអីមួយចំនួនទៅវាលើសពីអ្វីដែលខ្ញុំគោលដៅរបស់ខ្ញុំទៅចឹងដូចខ្ញុំសប្បាយខ្ញុំរីករាយដែរបាទអញ្ចឹងយោបល់ខ្ញុំមានតែប៉ុណ្្នឹងច័ន្ទគឹមហនណាបាទគឺអាចស្ដាប់អ្នកផ្សេងគេឲ្យមជ្ឈតាកាន់តែធំអានឹងរឿងរបស់គេតែខ្ញុំឲ្យយោបល់វាហ្នឹងបាទរីករាយនឹងអ្វីដែលយើងមានបាទសប្បាយនឹងអ្វីដែលយើងមានកុំពេកខ្លះសម័យពេកហើយនិយាយត្រង់មកខ្ញុំនៅអាមេរិកមែនខ្ញុំនិយាយលេងខ្ញុំនិយាយមែនតើមិននិយាយលេងទេខ្ញុំនិយាយមែនតើក៏តែយកមកនិយាយលេងអ្នកខ្លះគេឲ្យ brand ណា LV cheese អីណា Pregamo អូច្រើនណាបាទអ្នកខ្លះគេជួយចិត្ត brand ធំខ្ញុំអត់សមមកបាទអត់ខ្ញុំមើលខ្ញុំមានរបស់នឹងប្រើដែរក៏ប៉ុន្តែខ្ញុំមិនអត់ឲ្យតម្លៃលើអាហ្នឹងទេបើខ្ញុំមិនយល់ថាnóវាជារឿងសំខាន់ទេមានក៏មានមិនមានក៏ឲ្យទៅបាទខ្ញុំមើលឃើញផ្សេងវិញខ្ញុំមើលតម្លៃមនុស្សជាងទៅលើសម្ភារៈប្រើប្រាស់បាទពេលខ្លះយើងត្រូវឲ្យអ្វីដែលនៅជុំវិញខ្លួនយើងនឹងមានតម្លៃផងកុំចាំមើលតែរបស់គេមិនល្អបាទអញ្ចឹងយោបល់ខ្ញុំប៉ុណ្្នឹងណាបាទនៅគេនេះNoche face fuchsia flower face which is shape អត់យល់ទេបងមិនដឹងចឹងមានប្រសាសន៍ថាម៉េចទេបាទមានតារាសួរទៀតទេអូខេអស់ហើយអូសារបុតគាត់ថាបងបើសិនជា VA នៅខ្មែរវិញបងបើសិនជា VA នៅខ្មែរវិញបើសិនជាមានបងប្អូនណាចង់ចូលធ្វើសារព័ត៌មានខាង VA តែពួកគាត់មានលក្ខណៈសម្បត្តិបែបណាបងអាចចូលធ្វើការនៅ VA បានចាំជជែកគ្នាពេលក្រោយឥឡូវវាសំខាន់ថាគេមានបាត់ចិត្តឲ្យទៅខាងនោះយ៉ាងអត់យ៉ាងហ្នឹងណាពីព្រោះឥឡូវនេះបាត់ចិត្តមួយចំនួនគេកាត់បន្ថយឥឡូវហ្នឹងនៅសល់ថាអ្នកនៅបុគ្គលិកពេញសិទ្ធចាំពេលហ្នឹងចាំគាត់ទៀតបាទប៉ុន្តែកុំឲ្យដាច់ចិត្តពេកគឺបាទយើងទៅមានបទពិសោធន៍ខាងសារព័ត៌មានបាទសារព័ត៌មានហ្នឹងគឺទៅរៀនសារព័ត៌មានហ្នឹងគឺក៏យើងត្រូវមាននឹងណាហើយទី2គឺចំណេះដឹងទូទៅបាទចំណេះដឹងទូទៅហ្នឹងក៏វាត្រូវតែមានដែរអញ្ចឹងណាបាទចំណេះដឹងបច្ចេកវិទ្យាដូចជាសម័យឥឡូវនេះគេមាន multimedia យើងត្រូវចេះដឹងអាហ្នឹងដែរសំខាន់ទៅចេះ social media ហ្នឹងគឺយើងត្រូវចេះអាហ្នឹងដែរមិនមែនជាឲ្យយោបល់ដើម្បីធ្វើការគាត់ជាទូទៅវិញទេបាទយើងត្រូវមានអញ្ចឹងហើយសំខាន់មួយទៀតបើសម្រាប់ខ្ញុំឲ្យតម្លៃទៅលើមនុស្សដែលមានគំនិតវិជ្ជមានខ្លះមកវិជ្ជមានខ្លះកុំមើលឃើញតែរឿងអកុសលច្រើនពេកហើយនឹងយើងទៅនៅកណ្ដាលចំពោះអ្នកនយោបាយអីនានាផ្សេងហ្នឹងការនិយាយរបស់យើងហ្នឹងបាទទៅនៅកណ្ដាលគឺមិនត្រូវបាទផ្អៀងទៅម្ខាងពេកអាហ្នឹងក៏វាមិនស័ក្តិសមដែរណាបាទ